បងស្រីកុំតន់ឲ្យខឹងប្រសិនបើជាកំហុសរបស់កន្លែងយើងនឹងសងតាមតម្លៃពិតមិនខ្វះមួយសេនឡើយក្រដាស់និងអក្សរមិនត្រឹមត្រូវទេនេះជាវិក័យបត្រខ្លែងខ្លាយឆេនហ្វៃពិនិត្យលេខកូដអេវ៉ាន់នេះមើលកំណត់ត្រានៃការបង្កើតវិក័យប័ណ្ណនេះម៉ាស៊ីនព្រីននិងប្រវត្តិស្កេនបងជីងខ្ញុំរកឃើញបញ្ហានៅក្នុងកំណត់ត្រាបង្កើតវិក័យប័ណ្ណហើយមានបញ្ហានៅលើម៉ាស៊ីនព្រីននិងកំណត់ត្រាស្កេនទាំងអស់សុទ្ធតែចង្អុលទៅស្ថានីយ៍នៅត្រើយម្ខាងកាលពីមុនគេធ្វើបានជោគជ័យចុះទម្រាំតែពេលនេះក្រដាស់ខាងឆ្វេងនេះគឺជាកំណត់ត្រាប្រព័ន្ធនៃបញ្ជីខុសប្រក្រតីចំណែកក្រដាស់ខាងស្ដាំនេះគឺជាលិខិតពីនៃពីទីស្នាក់ការកណ្ដាលចំនួន500រឿងប្រកួតប្រជែងមិនស្មោះត្រង់អ្វីមិនសមហេតុផលខ្ញុំស្ដាប់មិនយល់ទេការរកស៊ីគឺអាស្រ័យលើសមត្ថភាពរៀងខ្លួនថ្ងៃក្រោយមិនបាច់មកខ្វល់ពីរឿងកញ្ចប់អីវ៉ាន់របស់ខ្ញុំទៀតទេលើកនេះគ្រាន់តែជាលិខិតពីនៃលើកក្រោយខ្ញុំនឹងប្តឹងប៉ូលីសចាត់ការតាមផ្លូវច្បាប់ឲ្យដល់ទីបំផុតអាឡូបងឡុងការងារដែលបងនិយាយលើកមុននៅទំនេរទេខ្ញុំទទួលធ្វើប៉ុន្តែខ្ញុំមានលក្ខខណ្ឌមួយរដានទាំងអស់ត្រូវតែទម្លាក់កំហុសទៅលើស្ថានីយ៍នៅត្រើយម្ខាងខ្ញុំចង់ឲ្យគេវិនិច្ឆ័យហេនហោចមិនអាចងើបមុខរួចឈៀនអញចង់យកផ្ទះទៅបញ្ចាំដើម្បីយកលុយទៅវិនិយោគជាមួយក្រុមហ៊ុនលោកហ្វាំងមែនទេអញដឹងអីនេះគេហៅថាការវិនិយោគបងគុណប្រាប់ថាក្រុមហ៊ុននឹងជោគផ្សារហ៊ុនឆាប់នេះដាក់លុយចូលទៅខែក្រោយនឹងកើនទ្វេដងពីមុនតាមលោកជីនដែលក្រីក្រម្នាក់នោះទិញកាបូបមួយក៏ត្រូវមើលលុយក្នុងកាបូបដែរឥឡូវបងខុននាំខ្ញុំរកលុយបានច្រើនខ្ញុំក៏ត្រូវតែបង្ហាញភាពស្មោះត្រង់ខ្លះដែររឿងនេះចង់បានម៉ូតូជីតែគ្មានលុយគ្រប់គ្រាន់មែនទេតែ$30តែប៉ុណ្ណោះក្នុងមួយខែសូមស្វាគមន៍មកកាន់ឆៃមេតម៉ូតូទំនាក់ទំនងទូរស័ព្ទលេខ015 580 541រួចរាល់ហើយកុំភ្លេចកម្រៃជើងសាររបស់ខ្ញុំផងលោកស្រីជាងកិច្ចសន្យានៅទីនេះផឹកស្រាកែវនេះទៅអ្វីយើងនឹងងាយស្រួលនិយាយគ្នាទោះគ្រូសាជាងធំយ៉ាងណាតែបណ្ដាញដឹកជញ្ជូនត្រជាក់នេះឥឡូវត្រូវតែស្ដាប់តាមខ្ញុំលោកម៉ាបើលោកចង់និយាយបែបនេះខ្ញុំថាការសហការនេះមិនចាំបាច់បន្តទៀតទេកុំធ្វើជាខ្ពង់ខ្ពស់ពេកជាងយូនេងចូលមកដល់ក្នុងនេះហើយថ្ងៃនេះបើមិនផឹកស្រានេះទេកុំសង្ឃឹមថានឹងចេញទៅស្រួលលោកស្រីជាងរថយន្តរៀបចំរួចរាល់ហើយខ្ញុំមកទទួលលោកស្រីឯងជាអ្នកណាហ៊ានមកបំផ្លាញរឿងរបស់ឯងអាវ៉ាងខត់វាទុកអូយមិញឯងថាឲ្យអ្នកណាផឹកស្រានេះខ្ញុំផឹកលោកម៉ាចាប់តាំងពីខ្ញុំចូលមកខ្ញុំបានថតសម្លេងទុកទាំងអស់ទាំងការគំរាមកំហែងនិងការបៀតបៀនក្នុងឯកសារថតនេះខ្ញុំនឹងផ្ញើទៅសមាគមវិជ្ជាជីវៈនៅព្រឹកស្អែកចំណែកបណ្ដាញដឹកជញ្ជូនត្រជាក់របស់អ្នកទុកវាសម្រាប់ដោះស្រាយបញ្ហាខ្លួនឯងចុះយើងទៅវិញហើយវិធីថតសម្លេងនេះពិតជាមានប្រសិទ្ធភាពណាស់លើកក្រោយបើជួបមនុស្សបែបនេះកុំនិយាយច្រើនប្តឹងប៉ូលីសផ្ទាល់ឬក៏ខលមកខ្ញុំនឹងមកភ្លាមចាំជួយដោះស្រាយគ្រប់រឿងយ៉ាងម៉េចដែរថតបានរូបភាពអាម៉ាស់របស់ជាងស៊ូនេងពេលកំពុងផឹកស៊ីទេខ្ញុំចង់ឲ្យគេលីកេឈ្មោះនៅថ្ងៃស្អែកនេះលោកយ៉ានគឺខូចការអស់ហើយមានប្រុសម្នាក់មកកាត់មុខវាខ្លាំងណាស់អាពួកអត់ប្រយោជន៍ប្រុសណាអង្គរៈស្តកោជាងមែនទេមិនមែនទេមើលទៅដូចជាអ្នកដឹកជញ្ជូនអីវ៉ាន់ស្លៀកអាវក្រៅចាស់ឥឡូវនេះបែរជាជួបអ្នកដែលដើរសុំទានក្រីក្រដូចជាអ្នកនេះម្ដងទៀតក្រៅពីលោកម៉ានៅមានរឿងអ្វីទៀតជូនងមូលដ្ឋានដាំដុះសំខាន់នៃគម្រោងត្រូវបានគេដេញថ្លៃទិញយកអស់ហើយចប់ហើយថ្ងៃខាងស្អែកជាថ្ងៃកំណត់នៃការផ្គត់ផ្គង់លើកដំបូងបើគ្មានទំនិញចូលស្តុកគឺចាត់ទុកថាខុសកិច្ចសន្យាអ្នកសាកទៅទីខាងត្បូងនៅស្រុកភីងគូនិងទីប្រជុំជនឈីងសានមានសហករណ៍ជាង10ភូមិកំពុងរកទីផ្សារលក់ខ្ញុំនឹងឲ្យគេរៀបចំបញ្ជីផ្ញើឲ្យអ្នកមិនក៏អ្នកដឹងថាផ្លូវដឹកជញ្ជូនមានច្រើនម្ល៉េះខ្ញុំធ្លាប់ទៅដល់កន្លែងទាំងនោះទាំងអស់ក៏ចេះតែចាំទុកទៅដល់ហើយរឿងថ្ងៃនេះអរគុណខ្ញុំអរគុណរួចហើយអញ្ចឹងអរគុណម្ដងទៀតទៅ
យប់ជ្រៅហើយពួកអ្នកទាំងពីរត្រឡប់មកជាមួយគ្នាចៃដន្យជួបគ្នានៅក្រោមក្រុមហ៊ុនក៏ត្រឡប់មកជាមួយគ្នាមែនទេបងស្រីពេលបងកុហកត្រចៀកខាងឆ្វេងបងតែងតែឡើងក្រហមបងមិនដឹងខ្លួនទេមែនទេគឺខ្ញុំទៅទទួលគាត់តាមផ្លូវទេយប់នេះអាកាសធាតុចុះត្រជាក់ខ្លាចគាត់ផ្ដាសាយរ៉ូស៊ីស៊ីដំឡូងបំពង់ច្រើនពេកហើយវាក្តៅក្នុងចូលទៅញ៉ាំក្នុងបន្ទប់ទៅបងស្រីត្រចៀកបងឡើងក្រហមទៀតហើយក្នុងផ្ទះបាយនៅតែក្តៅយប់នេះឲ្យស៊ីវលូនាំយូនីងទៅញ៉ាំអីទៅចង់បានម៉ូតូ G តែគ្មានលុយគ្រប់គ្រាន់មែនទេតែ$30តែប៉ុណ្ណោះក្នុងមួយខែសូមស្វាគមន៍មកកាន់ Chaimed Moto ទំនាក់ទំនងទូរស័ព្ទលេខ015 580 541ញ៉ាំសិនទៅខ្ញុំសូមពិនិត្យមើលចំណុចចំណេញចុងក្រោយនៃគម្រោងនេះសិន2នាទីទៀតខែ7នេះគ្មានឈាមទេខ្ញុំថែមទាំងត្រូវមើលថែអ្នកជំងឺម្នាក់ទៀតដៃគូដែលមានជំងឺក្រពះញ៉ាំពេលក្តៅទៅតើកម្រិតកម្ដៅយ៉ាងម៉េចដែរល្មមញ៉ាំហើយនៅមិនទាន់គេងទេព្រឹកស្អែករ៊ូស៊ីចង់ញ៉ាំមេគៀវខ្ញុំដឹងហើយរបស់គាត់ខ្ញុំដាក់បង្គាក្រៀមច្រើនបន្តិចចុះរបស់ខ្ញុំវិញមិនបាច់ដាក់ស្លឹកខ្ទឹមទេដាក់សារ៉ាយសមុទ្រច្រើនបន្តិចស្រក់ប្រេងលងពីដំណក់មែនទេម៉ាក់ខ្ញុំតាក់ទងហួងខុនលេងបានហើយគាត់កឹបកេងលុយរត់បាត់ហើយមិត្តភក្តិជិតស្និទ្ធរបស់ខ្ញុំក៏ភ្លុកខ្ញុំចោលដែរកូននិយាយអីណាមិនមែនកូនថាក្រុមហ៊ុនគាត់នឹងឡើងផ្សារហ៊ុនទេសុទ្ធតែជាការកុហកគាត់យកអត្តសញ្ញាណប័ណ្ណខ្ញុំទៅខ្ចីលុយគេថែមទាំងឲ្យខ្ញុំទៅធនាគារខ្ចីលុយ3លានទៀតម៉ាក់ជួយខ្ចីលុយខ្ញុំបន្តិចខាងធនាគារគេកំពុងតាមទារលុយកូនយកទ្រព្យសម្បត្តិដែលលូជីនបន្សល់ទុកឲ្យទៅឲ្យអាអ្នកត្រកូលហួងនោះអស់ឥឡូវមកសុំលុយម៉ាក់ឲ្យម៉ាក់ទៅរកលុយ3លានពីណាឲ្យកូនបងស្រីបងឈួតទៅហើយឬតើពេលណាទើបបងត្រឡប់មកវិញម៉ាក់រអ៊ូតែពីរឿងអាឡូជីននោះថាវាល្អយ៉ាងនេះយ៉ាងនោះខ្ញុំស្ដាប់រហូតដល់ធុញនឹងស្ដាប់ទៅហើយតាមមកពីអាឡូជីនក្រីក្រនោះពេលវាទៅវាយកលុយបងទៅអស់ដើម្បីសងសឹកបងមែនទេជប់និយាយទៅមិនទាន់រញ៉េញ៉ៃគ្រប់គ្រាន់ទេបងលូបងដឹងខ្លួនទេបងក្តៅខ្លួនខ្លាំងណាស់កុំកម្រើកអីឈៀនលូជីនបានលាលែងពីការងារហើយទៅមុខទៀតបងផ្ញើកូនមើលថែគាត់ផងម៉ាក់ប្រកូលគ្រួសារនេះឲ្យកូនហើយម៉ាក់កុំបារម្ភអីឲ្យតែមានកូននៅទីនេះកូននឹងមើលថែលូជីនឲ្យបានល្អថែរក្សាគ្រួសារនេះឲ្យបានមិនចាក់ចេញពីគាត់ឡើយម៉ាក់សុំទោសកុំតន់ទៅអីហេតុអ្វីពេលអ្នកក្តៅខ្លួនអ្នកស្រែកហៅម៉ាក់3ដងហើយសុំទោស2ដង3ឆ្នាំមុនម៉ាក់ខ្ញុំជឿមហារីខ្លាំងដំណាក់កាលចុងក្រោយគាត់បារម្ភខ្លាចខ្ញុំនៅម្នាក់ឯងខ្ញុំក៏ព្រមព្រៀងជាមួយសុងឈៀនខ្ញុំចេញលុយឲ្យគាត់រៀនបដូរនឹងការដែលគាត់មកធ្វើជាកូនប្រសារនៅក្បែរក្រែអ្នកជំងឺទោះមិនមានក្តីស្រឡាញ់តែពេលម៉ាក់ខ្ញុំស្លាប់គាត់ញឹមត្រឹមចំណុចនេះសំនឹងដំណាក់អ្នកដឹងថាឥឡូវមានគេនៅក្បែរញ៉ាំបាយជាមួយគាត់ច្បាស់ជាសប្បាយចិត្តឪពុកម្ដាយខ្ញុំជួបគ្រោះថ្នាក់យន្តហោះពេលខ្ញុំអាយុ18ឆ្នាំពេលនោះលោកតាខ្ញុំចាស់ទៅ10ឆ្នាំភ្លាមរួយស៊ីទើបតែអាយុ10ឆ្នាំក្រុមហ៊ុនស្ទើរតែត្រូវក្រុមប្រឹក្សាភិបាលបែងចែកគ្នាខ្ញុំយំក៏ត្រូវកំណត់ម៉ោងដែរព្រោះ15នាទីទៀតត្រូវជួបមេធាវីស្រកក្តៅខ្លួនហើយមែនទេស្រកហើយល្អហើយទឹកនៅលើតុអ្នកសម្រាប់ទៅខ្ញុំទៅលាងមុខសិនលោកស្រីចាងមានរឿងហើយនៅលើអនឡាញស្រាប់តែមានទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់បែកធ្លាយគេថាកនីលោកលូជាអ្នកទាញយកទៅលក់ឈៀនតាហ្វាថែមទាំងប្តឹងប៉ូលីសដោយដាក់ឈ្មោះលោកលូទៀតបងលូឈៀនតាហ្វាប្រើកនីបងចូលទៅកែទិន្នន័យម៉ាស៊ីនមេឥឡូវនេះប៉ូលីសប្រហែលជាកំពុងទៅកន្លែងធ្វើការបងហើយលោកស្រីចាងមានព័ត៌មានថាលោកលូបែកធ្លាយទិន្នន័យប៉ូលីសក៏បានចូលមកស៊ើបអង្កេតសុំសួរថាក្នុងការគ្រប់គ្រងសុវត្ថិភាពមែនទេរឿងនេះបិទមិនចិត្តទេរឿងធំបែបនេះតើឲ្យដៃគូសហការទុកចិត្តដោយរបៀបណាអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបើកសន្និសីទមិនមែនដើម្បីសុំទោសទេគឺដើម្បីពន្យល់ពីវិធានការសុវត្ថិភាពរបស់ក្រុមហ៊ុននិងការពិតនៃរឿងនេះលោកប៉ូលីសគឺគាត់នេះឯងអ្នកគ្រប់គ្រងស្ថានីយ៍ប្រើទូនីតិលួចលក់ព័ត៌មានអតិថិជនលោកប៉ូលីសអ្នកមកទាន់ពេលណាខ្ញុំកំពុងតែរៀបចំប្តឹងគេលួចប្រើលេខសម្គាល់ការងាររបស់ខ្ញុំប្រព័ន្ធមានតែកណីរបស់អ្នកទេដែលមានសិទ្ធិកំណត់ត្រាការទាញយកទាំងអស់គឺជារបស់អ្នកនៅចង់ដោះសារទីលោកមន្ត្រីខ្ញុំជាអ្នកទទួលខុសត្រូវផ្នែកកាលពី1ខែមុនដើម្បីការពារចារកម្មខ្ញុំបានដាក់ប្រព័ន្ធការពារសុវត្ថិភាពនៅក្នុងម៉ាស៊ីនមេក្នុងស្រុកលោកឈៀនគិតអ្វីដែលគាត់ទាញយកគឺជាទិន្នន័យអតិថិជនតាមពិតជាទិន្នន័យคล้ายៗចំនួន100000ដែលខ្ញុំប្រព័ន្ធនេះមិនមានទិន្នន័យអតិថិជនរឿងបែកធ្លាយមកកុហកបើទិន្នន័យคล้ายៗចុះហេតុអ្វីកំណត់ត្រាប្រព័ន្ធមិនអាចកែប្រែបានទោះបីជាគេប្រើកណីខ្ញុំប៉ុន្តែព័ត៌មានឧបករណ៍ក្នុងកំណត់គឺបង្ហាញចំទៅលើកុំព្យូទ័ររបស់លោកឈៀនហើយទិន្នន័យคล้ายៗទាំងនោះមានដាក់សញ្ញាសម្គាល់សម្ងាត់បើវាធ្លាយទៅខាងក្រៅយើងនឹងដឹងភ្លាមថាវាចេញពីណាលោកមន្ត្រីនេះជាកំណត់ត្រាចូលប្រើប្រាស់ម៉ាស៊ីនមេព័ត៌មានឧបករណ៍និងរបាយការណ៍ស៊ើបអង្កេតខ្ញុំបានរៀបចំរួចរាល់ហើយភស្តុតាងទាំងអស់គឺសូមលោកពិនិត្យមើលពួកនេះខ្ញុំអត់ដឹងរឿងអីទាំងអស់ទី1ទិន្នន័យដែលល្បីថាបែកធ្លាយនៅលើអនឡាញ
ក្រោយពីប៉ូលីសបច្ចេកវិទ្យាពិនិត្យរួចវាសុទ្ធតែជាទិន្នន័យដែលក្រុមបច្ចេកទេសយើងដាក់នុយទុកដើម្បីការពារការលួចទិន្នន័យអតិថិជនពិតប្រាកដគឺមិនបានបែកឃ្លីសំបីតែមួយទី2ជនសង្ស័យឈ្មោះឈៀនបានព្យាយាមប្រើវិធីខុសច្បាប់ដើម្បីលួចទិន្នន័យក្រុមហ៊ុនប៉ុន្តែគាត់មិនដឹងទេថាប្រព័ន្ធរបស់យើងមានមុខងារកត់ត្រានិងតាមដានដោយស្វ័យប្រវត្តិឧបករណ៍ដែលគាត់ប្រើប្រវត្តិការចូលប្រើនិងដាននៃការប្រតិបត្តិត្រូវបានប្រគល់ជូនប៉ូលីសទាំងអស់ហើយមានន័យថាទិន្នន័យនៅលើអនឡាញនោះជាទិន្នន័យคล้ายៗមែនទេមិនមែនคล้ายៗទេវាជាទិន្នន័យនុយដែលក្រុមហ៊ុនយើងរៀបចំទុកតាមច្បាប់ព័ត៌មានអតិថិជនពិតប្រាកដគឺមិនបានបែកឃ្លីទេមិនអាចទៅរួចទេគាត់គ្រាន់តែជាអ្នកដឹកជញ្ជូនហើយដើម្បីចេះរឿងការពីប្រព័ន្ធកម្រិតក្រុមហ៊ុនបែបនេះរឿងចេះឬមិនចេះមិនមែននិយាយតែមាត់ទេអ្នកគួរតែបារម្ភប៉ូលីសបានរកឃើញប្រតិបត្តិការផ្ទេរប្រាក់ពីបរទេសចូលកាន់នីដាហ្វាគេកំពុងតាមរកប្រភពលុយនោះហើយមិនអាចទៅរួចទេគាត់គ្រាន់តែជាអ្នកដឹកជញ្ជូនចេះប្រព័ន្ធការពារសុវត្ថិភាពក្រុមហ៊ុនបានយ៉ាងម៉េចរឿងចេះមិនចេះមិនមែននិយាយតែមាត់ទេអ្នកគួរតែបារម្ភរឿងនេះប៉ូលីសបានរកឃើញប្រតិបត្តិការផ្ទេរប្រាក់ពីបរទេសចូលគេកំពុងតាមរកប្រភពលុយនោះហើយចង់បានម៉ូតូ G តែគ្មានលុយគ្រប់គ្រាន់មែនទេតែ$30តែប៉ុណ្ណោះក្នុងមួយខែសូមស្វាគមន៍មកកាន់ Chaimed Moto ទំនាក់ទំនងទូរស័ព្ទលេខ015 580 541